មុនពេលពលីជនជាតិក្នុងសមរភូមិប្រាសាទតាមាន់ធំវីរៈជនកេតសុភត្រាបាននិយាយសម្ដីមាសដូចនេះថាជីវិតមួយនេះមិនមែនជារបស់ខ្ញុំទេគឺជារបស់ប្រទេសជាតិរបស់បងប្អូនពលរដ្ឋខ្មែរនេះគឺជាសម្ដីមាសរបស់វីរៈជនកេតសុភត្រាមុនពេលដែលលោកពលីជីវិតជនជាតិក្នុងសមរភូមិប្រាសាទតាមាន់ធំស្លាប់ក្នុងភ្លើងសង្គ្រាមគឺជាកិត្តិយសជាមោទនភាពរបស់កងទ័ពជីវិតជនជាតិធាតជូនម្ដាយរូបកាយទុកឲ្យគ្រួសារបូជាលះបង់ដើម្បីប្រទេសជាតិគឺមានតម្លៃសម្រាប់ខ្ញុំទោះខ្ញុំស្លាប់ក៏អត់ស្ដាយដែរឈានជើងមកដល់កន្លែងនេះហើយជីវិតមិនមែនជារបស់ខ្ញុំទេគឺជារបស់ប្រទេសជាតិខ្មែររបស់បងប្អូនប្រជាពលរដ្ឋខ្មែរនេះគឺជាសម្ដីមាសរបស់វីរៈកងទ័ពង៉ែតសុភត្រាក្នុងបទសម្ភាសន៍មួយមុនពេលដែលលោកបានពលីជីវិតជូនជាតិមាតុភូមិលោកអនុសេនីយ៍តូកេតសុភត្រាវីរៈកងទ័ពដ៏អង់អាចក្លាហានបានពលីជីវិតក្នុងជន្មាយុ40ឆ្នាំកាលពីយប់ថ្ងៃទី10ឈានចូលថ្ងៃទី11ខែធ្នូនៅក្នុងសមរភូមិតទល់ជាមួយនឹងកងទ័ពឈ្លានពានថៃនៅក្បែរប្រាសាទតាមាន់ធំនៃខេត្តឧត្តរមានជ័យសូមរំលឹកផងដែរថាកាលពីថ្ងៃទី23ខែកក្កដាឆ្នាំ2025កន្លងទៅនេះលោកកេតសុភត្រាក៏បានច្រៀងចម្រៀងមួយបទដែលមានចំណងជើងថានាវាជីវិតអមដោយតន្ត្រីវីយូឡុងរបស់តន្ត្រីករគឺលោកហ៊ូតសុធាលោកអនុសេនីយ៍តូកេតសុភត្រាវីរៈសេនីយ៍ទ័ពដ៏អង់អាចក្លាហានរបស់យើងបានពលីជីវិតក្នុងជន្មាយុ40ឆ្នាំកាលពីយប់ថ្ងៃទី10ឈានចូលថ្ងៃទី11ខែធ្នូឆ្នាំ2025តទល់ជាមួយនឹងកងទ័ពឈ្លានពានថៃនៅក្បែរប្រាសាទតាមាន់ធំនៃខេត្តឧត្តរមានជ័យពិធីបុណ្យសពរបស់លោកបានប្រព្រឹត្តទៅនៅភូមិសាលាកនសែងសង្កាត់ស្វាយដង្គមខេត្តសៀមរាបសូមគោរពវិញ្ញាណក្ខន្ធដល់វីរៈកងទ័ពកេតសុភត្រាឆ្ពោះទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយយើងគ្រប់គ្នាចងចាំជានិច្ចនៅគំរូវីរភាពដ៏អង់អាចក្លាហានរបស់លោកផងដែរបងប្អូនដឹងហើយថាលោកកេតសុភត្រាគឺជាវីរៈជនគឺជាវីរៈកងទ័ពស្នេហាជាតិដែលការពារនៅតំបន់ប្រាសាទតាមាន់ធំបាទគាត់បានពលីជីវិតបាទជូនជាតិមាតុភូមិរបស់យើងខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាបាទហើយមុនពេលដែលគាត់បាត់បង់ជីវិតគាត់បាននិយាយថាបាទជីវិតរបស់គាត់នឹងគឺមិនមែនជារបស់គាត់ទេបាទគឺជារបស់ប្រទេសជាតិបងប្អូនពលរដ្ឋខ្មែរបាទនេះគឺជាសម្ដីវីរៈជនកេតសុភត្រាមុនពេលដែលគាត់នឹងបានពលីជនជាតិនៅក្នុងប្រាសាទតាមាន់ធំបងប្អូនទាំងអស់គ្នាបាទចឹងវីរៈជនរបស់យើងគឺពិតជាហ៊ានលះបង់ជីវិតដើម្បីជូនជាតិមាតុភូមិរបស់យើងបងប្អូនទាំងអស់គ្នាបាទចឹងជាចុងក្រោយនៃវីដេអូនេះតើបងប្អូនអ្នកគ្នាមានពាក្យពេចន៍អ្វី comment ដើម្បីចូលរួមរំលែកទុកដល់វីរៈជនរបស់យើងសូម comment នៅខាងក្រោមវីដេអូនេះទាំងអស់គ្នាបងប្អូនបាទ